សួស្តីអ្នកនរគ្នាថ្ងៃនេះអ្នកនរគ្នាដូចតែអ្នកនរគ្នាបានឃើញនៅវីដេអូនេះហើយអ្នកនរគ្នាច្បាស់ជាប្លែកថាកន្លែងនេះនៅកន្លែងណាហើយនៅខេត្តណាហើយតាមពិតអ្នកនរគ្នាកន្លែងនេះគឺជាផ្នែកខាងក្រោមនៃដងស្ទឹងសៀមរាបយើងអ្នកនរគ្នាហើយជាងឃើញថាមានការរៀបចំស្អាតប្លែកមែនទែនអ្នកនរគ្នាហើយទីតាំងដែលខ្ញុំកំពុងតែចូលថតនេះគឺជាទីតាំងនៅលើផ្លូវថ្មីដែលបែកចេញយើងមានផ្លូវ2មានផ្លូវមួយទៅក្នុងក្រោមហើយផ្លូវមួយទៀតគឺផ្លូវនឹងឯងផ្លូវថ្មីតែម្ដងចាក់បេតុងអមសងខាងស្ទឹងតែម្ដងអ្នកទាំងអស់គ្នាយើងឃើញថាស្ទឹងដូចរាំងទូលាយចឹងពុនផ្នែកធំអត់សូវរួមអត់តូចអញ្ចឹងមានចឹងវាងាយស្រួលក្នុងការចរន្តទឹកក្នុងការហូរចាក់ទឹកទៅខាងទៅបឹងទន្លេសាបតែម្ដងអ្នកទាំងអស់គ្នាឃើញថាចិត្តរួចបដាបដាអ្នកទាំងអស់គ្នាហើយឃើញថាមានការរៀបចំបង្គោលលាក់ផ្សេងដើម្បីអមសងខាងផ្លូវស្អាតមែនទែនអ្នកទាំងអស់គ្នាហើយខាត់កោងបត់ទៅតាមអ្វីដែលជារូបរាងរបស់ស្ទឹងតែម្ដងអ្នកទាំងអស់គ្នាស្អាតមែនទែនអ្នកទាំងអស់គ្នាផ្នែកខាងក្រោមដែលចិត្តរៀបចំរួចតែម្ដងហើយស្អាតណាស់អ្នកនរទឹកស្ទឹងយើងហ្នឹងសង្ឃឹមថានឹងរឿបនៅពេលឆាប់ហើយជាងឃើញថាពិតជាស្រស់ស្អាតហើយវាអាចទៅជាកន្លែងសម្រាប់មហែកំសាន្តអ្នកនរគ្នាហើយយើងឃើញថាមានការរៀបចំខឿនផ្លូវអីផងដែរសម្រាប់ដើរចំខឿនផ្លូវថ្មើរជើងសម្រាប់ហាត់ប្រាណផងដែរអ្នកនរគ្នានៅតាមមាត់ស្ទឹងនេះតែម្ដងឃើញថាស្អាតមែនទែនអ្នកនរអាចអនាគតទៅអាចជាកន្លែងឧអមួយដែរហើយពុះពេញទៅដោយកន្លែងទៅចឹងផ្សេងៗអ្នកនរមើលទៅស្រស់ស្រាយហើយអាចជាកន្លែងលំហែផងហើយអាចជាកន្លែងទេសចរមួយក៏សម្រាប់លំហែនៅពេលថ្ងៃចុងសប្តាហ៍ទៅអ្នកនរហើយនេះគឺជាអត់ទាន់ហើយតទៅពីហើយទៅគេនឹងបើកទឹកឲ្យហូរចេញឲ្យចូលចេញទៅក្រោមតែម្ដងនេះទៅកាន់បឹងទន្លេសាបតែម្ដងនេះគេតបទឹកសិនដោយសារតែគេអត់ទាន់ទៅហើយអញ្ចឹងអ្នកនរនេះអ្នកនរសង្ឃឹមថាអ្នកនរជួយចិត្តវីដេអូនេះហើយជួយចុច Subscribe ហើយនឹង Like ហើយនឹង Comment ផងសូមអរគុណ